ពេលដែលកំពុងតែរកម្ដាយរបស់នាងផងដែរគឺមានខ្មោចមនុស្សស្រីជាច្រើនបានធ្លាក់មកម្ដងមួយខ្មោចស្រីទាំងអស់ហ្នឹងសុទ្ធតែជាវិញ្ញាណដែលស្លាប់នៅក្នុងហ្នឹងទាំងអស់បន្ទាប់ពីនាងចូលទៅដល់ក្នុងហ្នឹងកាន់តែជ្រៅទៅនាងក៏បានឃើញនៅរូបថតជាច្រើនដែលគេបានបិទប្រកាសរកស្ត្រីដែលបានបាត់ខ្លួនជារៀងរាល់ឆ្នាំហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់ពេលដែលឃើញរូបទាំងអស់ហ្នឹងហើយនាងក៏បានដឹងថាការបាត់ខ្លួនរបស់ស្ត្រីទាំងអស់ហ្នឹងគឺប្រកាសជាពួកគេត្រូវជាប់ឃុំនៅក្នុងហ្នឹងហើយស្លាប់នៅក្នុងហ្នឹងហើយប្រើមន្តអាគមខ្មៅដើម្បីរកលុយហើយមានទ្រព្យសម្បត្តិយ៉ាងច្រើនស្ដុកស្ដំយកទៅទុកកោចោលនៅក្នុងភូមិគ្រឹះអត់មានខ្វល់ពីអ្នកណាគេទាំងអស់ក្នុងភូមិមួយគឺមានការបិទប្រកាសបាត់ស្ត្រីជាច្រើនអ្នកជារៀងរាល់ឆ្នាំពេលហ្នឹងគឺនៅក្នុងកន្លែងញ៉ាំបាយភោជនីយដ្ឋានមួយហ្នឹងមានមនុស្សចេញចូលញ៉ាំបាយជាច្រើនហើយលុយបានច្រើនមែនទែនហើយក៏មេភូមិហ្នឹងក៏ទៅញ៉ាំបាយនៅហ្នឹងផងដែរបុរសម្នាក់ហ្នឹងក៏បានទៅសួរលោកមេភូមិហ្នឹងថាហេតុអីបានជារៀងរាល់ឆ្នាំតែងតែបាត់ស្ត្រីជាច្រើនអ្នកអញ្ចឹងមេភូមិហ្នឹងក៏បាននិយាយថានាមដែលបាត់ទៅណាគឺភាគច្រើនគឺរត់តាមមិត្តប្រុសអីអញ្ចឹងទៅបន្ទាប់មកបុរសម្នាក់ហ្នឹងក៏បានចោទសួរទៅលោកមេភូមិទៀតថារឿងហ្នឹងគឺជាផ្នែកមួយប៉ុន្តែរឿងមួយទៀតអ្នកនៅក្នុងភូមិហ្នឹងគឺតែងតែបាត់លុយរហូតបាត់លុយជារឿយៗពួកគេរាប់ចងដណ្ដុំទុកម្ដុំផ្នែកមួយផ្សេងគ្នាប៉ុន្តែហេតុអីក៏នៅតែបាត់លុយអញ្ចឹងទឹកមេភូមិហ្នឹងក៏ថាឲ្យសើប្រមើលទៅគេលោកមានអ្នកណាគេលួចអ្នកណាគេយកអីអញ្ចឹងណាក្នុងហាងហ្នឹងក៏មានស្ត្រីម្នាក់គាត់ធ្វើការនៅក្នុងហាងបាយហ្នឹងដែរគាត់ក៏មានកូនស្រីម្នាក់កូនស្រីរបស់គាត់គឺនៅរៀនមិនយូរប្រហែលហ្នឹងគឺហាងហ្នឹងក៏បានបញ្ឈប់ឲ្យស្ត្រីម្នាក់ហ្នឹងនៅធ្វើការនៅហ្នឹងដោយសារតែគាត់អត់មានថវិកាគ្រប់គ្រាន់ដើម្បីចំណាយទៅលើប្រាក់ខែរបស់គាត់ហើយក្នុងខែហ្នឹងគឺជាខែចុងក្រោយហើយស្ត្រីម្នាក់ហ្នឹងក៏បានមកសុំបើកលុយមុនដោយសារតែគ្រួសារនាងហ្នឹងក៏ខ្វះខាតដែរអត់មានលុយបង់សាលាបង់អីឲ្យកូនទេពេលដែលនាងទៅសុំបើកលុយពីម្ចាស់ហាងហ្នឹងក៏បាននិយាយថាគាត់អត់មានលុយគ្រប់គ្រាន់សម្រាប់បើកឲ្យទេតោះតែចាំដាច់ខែសិននាងគឺពិបាកចិត្តខ្លាំងមែនតើក៏តែអង្គុយពិបាកចិត្តនៅកន្លែងអង្គុយនៅកណ្ដាលភូមិហ្នឹងពេលហ្នឹងអង្គុយសុកក៏លឺសលេងនៅខាងក្រោមហ្នឹងពេលអើតមើលទៅក៏ឃើញថងលុយម្ដុំញ៉ាំច្រើនមែនតើប៉ុន្តែនាងអត់យកទៅផ្ទះទេនាងយកទៅផ្ទះមេភូមិដើម្បីប្រាប់ថាលុយហ្នឹងគឺជាលុយរបស់ណាគេឲ្យរកទៅឲ្យម្ចាស់គេវិញអញ្ចឹងកូនចៅរបស់លោកមេភូមិហ្នឹងក៏បានចេញមកស្ត្រីម្នាក់ក៏បានសួរថាលោកមេភូមិនៅអត់ហើយបុរសម្នាក់ហ្នឹងក៏បាននិយាយថាគាត់អត់នៅទេស្ត្រីម្នាក់ហ្នឹងក៏បានយកដុំលុយថងលុយហ្នឹងយកទៅផ្ទះរបស់នាងទៅលោកមេភូមិហ្នឹងក៏បានចេញមកហើយដូចជាអញញឹមអញញែមសប្បាយចិត្តពេលដែលនាងទៅបាត់អញ្ចឹងអត់ថាមានអីកើតឡើងទេបន្ទាប់មកស្ត្រីម្នាក់ហ្នឹងក៏គិតថាយកលុយហ្នឹងទៅផ្ទះមិនទៅពួកអីឥឡូវហ្នឹងនាងកំពុងតែពិបាកដែរនាងមានកូន2នាក់កូនប្រុសមួយកូនស្រីមួយកូនប្រុសហ្នឹងគឺរៀងទូតអត់ដែរហើយកូនស្រីរបស់នាងគឺជំទង់ហើយកូនស្រីរបស់នាងគឺត្រូវការលុយសម្រាប់រៀនសូត្រហើយក៏យកលុយហ្នឹងទៅបដោះអាសន្នសិនទៅនេះយប់មួយមានសកម្មភាពចម្លែកទៅលើក្នុងផ្ទះរបស់នាងហើយនឹងរូបនាងខ្លួនឯងនាងតែងតែមកមើលដើរជុំវិញផ្ទះហ្នឹងរហូតមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងមានវិញ្ញាណមួយដូចជាកូនក្រក់ខ្មោចនៅក្នុងផ្ទះហ្នឹងទៀតចំណែកឯកូនប្រុសរបស់នាងវិញកូនប្រុសដែលអត់ទូចហ្នឹងឃើញម្ដាយហ្នឹងមកមើលដើរទៅនេះទៅនោះរហូតហើយមកមើលនិយាយបំពង់ផ្សែងខ្មៅពាក្យហ្នឹងគឺបំពង់ផ្សែងខ្មៅតែដឹងថាអាហ្នឹងអីគេទេថ្ងៃមួយហ្នឹងក៏បានបាត់ស្ត្រីម្នាក់ហ្នឹងបាត់ឆឹងតែម្ដងកូនស្រីរបស់នាងបានដើររកម្ដាយប៉ុន្តែដើររកម្ដាយអត់ឃើញទេប្រាប់លោកមេភូមិហ្នឹងក៏បាននិយាយថាគាត់នឹងអត់បាត់ទៅណាទេគឺគាត់ទៅរកការងារធ្វើនៅឯទីក្រុងអីអញ្ចឹងទៅបន្ទាប់មកកូនស្រីរបស់ស្ត្រីម្នាក់ក៏បានមកផ្ទះវិញហើយក៏បានទៅនិយាយគ្នាជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់នាងជាមួយនឹងក្រុមគ្រួសារមិត្តភក្តិរបស់នាងផងដែរថាមិនដែលម៉ែរបស់នាងគឺទៅទីក្រុងដើម្បីធ្វើការទេដោយសារតែឥឡូវហ្នឹងគឺនាងឃើញថងលុយម្ដុំថងលុយនេះគឺច្រើនមែនតើដែលអាចឲ្យពួកគេទាំងអស់គ្នាហ្នឹងខ្លាចជាអ្នកមាននៅក្នុងភូមិហ្នឹងបានហេតុអីបានជាម៉ែរបស់នាងគឺត្រូវទៅទីក្រុងដើម្បីរកលុយធ្វើការទៀតស្របពេលហ្នឹងដែរប្អូនរបស់នាងដែលត្រូវជាកូនប្រុសរបស់ស្ត្រីម្នាក់ហ្នឹងគូរូបអាបំពង់ផ្សែងខ្មៅនេះនៅលើជាងក្មេងស្រីម្នាក់ហ្នឹងក៏បានទៅមើលហើយក៏បានគិតថាម៉ាក់របស់នាងប្រកាសជាពាក់ព័ន្ធជាមួយនឹងអាបំពង់ផ្សែងខ្មៅហ្នឹងឯងចុះឡើងហ្នឹងក៏បានទៅរកអាកន្លែងដែលមានបំពង់ផ្សែងខ្មៅហ្នឹងគឺជារោងចក្រមួយដែលស្ថិតនៅកណ្ដាលភូមិតែម្ដងនាងអត់ទៅម្នាក់ឯងទេមិត្តភក្តិរបស់នាងក៏ទៅជាមួយនាងដែរព្រមទាំងបងប្រុសរបស់មិត្តភក្តិរបស់នាងម្នាក់ទៀតដោយសារតែពួកគេទាំងពីរនាក់គឺជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាអាចឲ្យទៅម្នាក់ឯងបានទេត្រូវតែមានគ្នាទៅជាមួយគ្នាតមកពួកគេទាំងអស់ហ្នឹងក៏បានទៅដល់កន្លែងហ្នឹងហើយទៅដល់គឺឃើញភូមិគ្រឹះមួយពេលដែលចូលទៅដល់ភូមិគ្រឹះហ្នឹងគឺសត្វតែលុយហ្មងគឺលុយពេញហ្នឹងហ្មងលុយច្រើនខ្លាំងមែនតើណាក្មេងស្រីម្នាក់ហ្នឹងក៏បានឃើញថងលុយម្ដុំដែលដូចជាថងលុយដែលម្ដាយរបស់នាងណាយកទៅទុកនៅផ្ទះហ្នឹងអញ្ចឹងហើយនាងក៏គិតថាថងលុយហ្នឹងគឺប្រកាសជាពាក់ព័ន្ធជាមួយនឹងម្ដាយរបស់នាងហើយបងប្រុសរបស់មិត្តភក្តិរបស់នាងក៏បាននិយាយថាទាំងអស់ហ្នឹងគឺជារបៀបអាគមខ្មៅកូនក្រដែលគេប្រើសម្រាប់ប្រមូលទ្រព្យសម្បត្តិទាំងអស់តែទៅជាអ្នកមានណាបន្ទាប់ពីឃើញទ្រព្យសម្បត្តិលុយកាក់ទាំងអស់ហ្នឹងហើយនាងក៏ដើរចូលទៅរកម្ដាយនាងនៅខាងក្នុងទៀតពេលដែលកំពុងតែរកម្ដាយរបស់នាងផងដែរគឺមានខ្មោចមនុស្សស្រីជាច្រើនបានធ្លាក់មកម្ដងមួយខ្មោចស្រីទាំងអស់ហ្នឹងសុទ្ធតែជាវិញ្ញាណដែលស្លាប់នៅក្នុងហ្នឹងទាំងអស់បន្ទាប់ពីនាងចូលទៅដល់ក្នុងហ្នឹងកាន់តែជ្រៅទៅនាងក៏បានឃើញនៅរូបថតជាច្រើនដែលគេបានបិទប្រកាសរកស្ត្រីដែលបានបាត់ខ្លួនជារៀងរាល់ឆ្នាំហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់ពេលដែលឃើញរូបទាំងអស់ហ្នឹងហើយនាងក៏បានដឹងថាការបាត់ខ្លួនរបស់ស្ត្រីទាំងអស់ហ្នឹងគឺប្រកាសជាពួកគេត្រូវជាប់ឃុំនៅក្នុងហ្នឹងហើយស្លាប់នៅក្នុងហ្នឹងហើយតែប៉ុណ្្នឹងទេនាងក៏បានឃើញរូបថតរបស់លោកមេភូមិហើយនឹងប្រពន្ធរបស់គាត់ច្រើនខ្លាំងមែនតើនៅហ្នឹងបានឃើញខ្មោចស្រីម្នាក់ខ្មោចស្រីហ្នឹងមើលទៅគឺស្តៀងគឺដូរទៅនឹងប្រពន្ធលោកមេភូមិហ្នឹងណាស់ខ្មោចហ្នឹងក៏បានតាមលងបន្លាចពួកគេទាំងអស់គ្នាហ្នឹងឡើងបាត់សក់ហ្មងខ្ញុំនិយាយក៏ព្រឺសបល់ដែរកន្លែងហ្នឹងគឺយើងបានដឹងគឺយើងបានយល់សាច់រឿងច្បាស់ហើយថានឹងគឺពាក់ព័ន្ធជាមួយនឹងលោកមេភូមិហ្នឹងគាត់គឺជាអ្នកប្រើអំពើប្រើអាគមដើម្បីយកមនុស្សស្រីទៅបូជាឲ្យកូនក្រក់នឹងស៊ីបានជាបាត់ស្ត្រីម្ដងមួយឆ្នាំជារៀងរាល់ឆ្នាំហ្នឹងរហូតវគ្គសំខាន់ជាងគេនៅចុងក្រោយនៃសាច់រឿងនេះចូលទៅមើលនៅក្នុង website KX Diamond ដែលមានបញ្ចូលសលេងនិងបកប្រែជាភាសាខ្មែរផងដែរបាយចាត់ខ្មោចម្លង